សាលាឧទ្ធរណ៍តម្កល់ការផ្តន្ទាទោសចំពោះករណីនៃសេរីភាពបញ្ចេញមតិចំនួន3សំណុំរឿងផ្សេងគ្នាកាលពីព្រឹកថ្ងៃទី21ខែកក្កដាឆ្នាំ2026សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់សារក្រមរបស់សាលាដំបងដោយផ្តន្ទាទោសលើករណី3ផ្សេងគ្នាពាក់ព័ន្ធនឹងការបញ្ចេញមតិតាមបណ្ដាញសង្គមជុំវិញការរិះគន់ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបញ្ហាចំនួនព្រំដែនកម្ពុជាថៃនិងបញ្ហាសង្គមផ្សេងទៀតជាច្រើនកញ្ញាអយឌីណាមានអាយុ20ឆ្នាំត្រូវបានចាប់ខ្លួននៅក្នុងខែមីនាឆ្នាំ2025ក្នុងរាជធានីភ្នំពេញដោយកម្លាំងនគរបាលមានឯកសណ្ឋាននិងឯកសណ្ឋានស៊ីវិលខ្លះកញ្ញាឌីណាត្រូវបានផ្តន្ទាទោសដោយសាលាដំបងរាជធានីភ្នំពេញកាលពីខែកញ្ញាឆ្នាំ2025ពីបទប្រមាថនិងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមបញ្ញត្តិមាត្រា502និង494 495នៃក្រមព្រហ្មទណ្ឌតុលាការបានផ្តន្ទាទោសកញ្ញាដាក់ពន្ធនាគារចំនួន18ខែនិងពិន័យជាប្រាក់ចំនួន2លានរៀលប្រមាណជា$500អាមេរិកចំពោះការបង្ហោះសារលើបណ្ដាញសង្គម Facebook និង TikTok រិះគន់ការដឹកនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលលោកសឿនច័ន្ទដែនអាយុ33ឆ្នាំជាបុគ្គលិកក្រុមហ៊ុនឯកជនមួយក្នុងខេត្តក្រចេះហើយត្រូវបានសាលាដំបងរាជធានីភ្នំពេញផ្តន្ទាទោសពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមបញ្ញត្តិមាត្រា494និង495នៃក្រមព្រហ្មទណ្ឌដោយដាក់ទោសពន្ធនាគារចំនួន18ខែនិងពិន័យជាប្រាក់ចំនួន2លានរៀលប្រមាណជា$500អាមេរិកលោកច័ន្ទដែនបានធ្វើការបង្ហោះសាររិះគន់ជុំវិញបញ្ហាព្រំដែនកម្ពុជាថៃនិងថ្នាក់ដឹកនាំលោកច័ន្ទដែនត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី1ព្រៃសររាជធានីភ្នំពេញចាប់តាំងពីពេលចាប់ខ្លួនលោកមកករណីចុងក្រោយគឺលោកផង់ប្រុសអាយុ53ឆ្នាំជាសកម្មជននិងជាអតីតបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មកពីគណៈបកភ្លើងទៀនត្រូវបានចាប់ខ្លួនក្នុងខែមករាឆ្នាំ2025ក្រោយពេលលោកបានចែករំលែកសាររិះគន់លើការដឹកនាំរបស់រាជរដ្ឋាភិបាលរិះគន់ថ្នាក់ដឹកនាំជុំវិញការស្លាប់របស់លោកលឹមកឹមយ៉ាអតីតមន្ត្រីគណៈបកជំទាស់ដែលត្រូវឃាតករបាញ់សម្លាប់ក្នុងទីក្រុងបាងកកប្រទេសថៃរីឯលោកឆាន់បញ្ញាអាយុ47ឆ្នាំជាអ្នកគាំទ្រគណៈបកជំទាស់ត្រូវបានចាប់ខ្លួនក្នុងខែកុម្ភៈឆ្នាំ2025ក្រោយពេលលោកចែករំលែកសាររិះគន់លើបណ្ដាញសង្គមពីគម្រោងព្រែកជីកហ្វូណននិងកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃតំបន់ព្រែកកោណអភិវឌ្ឍកម្ពុជាវៀតណាមនិងឡាវអ្នកទាំងពីរត្រូវបានសាលាដំបងរាជធានីភ្នំពេញផ្តន្ទាទោសពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាតតាមបញ្ញត្តិមាត្រា494និង495ដោយដាក់ពន្ធនាគារ18ខែនិងពិន័យក្នុងម្នាក់2លានរៀលប្រមាណជា$500អាមេរិកអ្នកទាំងពីរកំពុងឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី1ព្រៃសររាជធានីភ្នំពេញចាប់តាំងពីពេលចាប់ខ្លួនមកករណីទាំង3នេះបានបង្ហាញពីការបន្តរដ្ឋបတ်សេរីភាពបញ្ចេញមតិដែលកើតមានឡើងជារៀងរាល់ថ្ងៃកញ្ញាឌីណាលោកផង់ប្រុសនិងលោកបញ្ញាស្ថិតនៅក្នុងគេហទំព័រអ្នកជាប់ឃុំដោយប្រើសិទ្ធិដែលចងក្រងដោយអង្គការលីកាដូ